នេះបន្ទាប់ពីយើងបដូរធ្វើការបដូរមាញ់គឺយើងទទួលបានឈ្មោះ page ថ្មីហើយគឺឈ្មោះមករាបងប្អូនទាំងនេះដែលឃើញវីដេអូនេះចុច follow page ឲ្យគាត់ម្នាក់មួយផងណាគេខ្លះអត់ចេះបដូរឈ្មោះ Facebook page មកមើលវីដេអូនេះអ្នកទាំងនេះនឹងចេះបដូរឈ្មោះ Facebook page ដោយខ្លួនឯងតោះចូលនេះ Facebook ណាអូខេកាន់ហើយហ្នឹងកាមេរ៉ាកាន់ហើយហ្នឹងអានេះគឺជា Facebook page យើងចូលនៅក្នុង profile មកចុចពឹបបាទបន្ទាប់មកចុចលើពាក្យ professional dashboard បើតែឃើញពណ៌អាម៉ាក់ហ្នឹងចុចដូចគ្នាមកចុចតាមខ្ញុំបាទបន្ទាប់មកអូសទៅក្រោមអូមកឃើញពាក្យ setting ឬក៏កងចាក់បាទឃើញទេនេះចុចលើហ្នឹងមកបន្ទាប់មកទៀតអ្នកនរគ្នាមើលពីលើចុះក្រោមឃើញពាក្យ page setup មានរូបទង់ជាតិបាទចុចលើហ្នឹងមកតមកទៀតអ្នកនរគ្នាមើលខាងលើគេបាទខាងលើគេនេះគឺមានពាក្យ MC មករាអញ្ចឹងគឺជាឈ្មោះ page របស់គាត់អង្គនេះចុចលើហ្នឹងមកបាទដើម្បីដូរឈ្មោះនេះយើងមើលការណែនាំសិន if you change your name you can change it again for 60 days មានន័យថាបើសិនជាយើងបដូរឈ្មោះម្ដងហើយយើងត្រូវរងចាំ60ថ្ងៃក្រោយទើបយើងអាចដូរបានម្ដងទៀតអញ្ចឹងយើងអាចលុបចេញមកតោះ MC ចង់ដាក់ថ្មីគេឥឡូវនេះយើងទៅសេឈ្មោះមកបាទមករាហើយគាត់ចង់ដាក់ខ្មែរនៅខាងក្រោយឈ្មោះជាភាសាខ្មែរនៅខាងក្រោយអញ្ចឹងយើងដាក់យ៉ាងមកយ៉ាទៅជាមកតាណាបាទប៉ុណ្ណឹងមករួចយើងចុចពាក្យ review change កន្លែងនេះគឺគេឲ្យយើងគេយើងពិនិត្យមើលឈ្មោះបាទយើងពិនិត្យមើលឈ្មោះណាអញ្ចឹងយើងចុចពាក្យ submit for approval យើងចូលទៅមើលលើ profile យើងសិនតើបានហើយព្រោះវាអត់មានចេញសញ្ញាឲ្យយើងមើលទេមែន page ទំដូរនេះបានហើយបងប្អូនទាំងនេះបាទនេះបន្ទាប់ពីយើងបដូរធ្វើការបដូរមាញ់គឺយើងទទួលបានឈ្មោះ page ថ្មីហើយគឺឈ្មោះមករាបងប្អូនទាំងនេះដែលឃើញវីដេអូនេះចុច follow page ឲ្យគាត់ម្នាក់មួយផងបាទមួយទៀតខ្ញុំទៅបង្ហាញកន្លែងមាញ់ដដែលប៉ុន្តែយើងដាក់ username បាទយើងដាក់ username នេះគឺដើម្បីងាយស្រួលនៅក្នុងការរកឈ្មោះ page យើងណាអញ្ចឹង username ខ្ញុំដាក់ថាឈ្មោះគាត់តែម្ដងគឺមករាមករា719ប៉ុណ្ណឹងមកសេវហើយខ្ញុំបង្កើត username មកគាត់បានហើយនៅពេលដែលយើងរកឈ្មោះ page គាត់គឺងាយស្រួលជាងណាហើយបន្ទាប់មកយើងទៅមើល username គាត់មកគឺមើលឃើញឡើងនេះណា page link ឃើញទេបងប្អូនទូរស័ព្ទគាត់ដើរយឺតពេកបាទអញ្ចឹងយើងរៀបពិបាកចុចតិច refresh មួយបាទឥឡូវគឺមានតែប៉ុណ្្នឹងទេការបដូរឈ្មោះ page នឹងដាក់ username page ឥឡូវយើងដាក់រួចរាល់ហើយអរគុណច្រើននៅក្នុងការដាក់បដូរឈ្មោះ Facebook page គឺមានតែប៉ុណ្្នឹងទេអរគុណសម្រាប់ការទស្សនាវីដេអូមួយនេះបាយបាយ